ជំរាបសួរថ្ងៃនេះអត់មានបានធ្វើម្ហូបទេព្រោះថ្ងៃនេះគឺថ្ងៃដែលយើងធ្វើសង្ក្រាន្តនៅសាលាអញ្ចឹងហើយពួកយើងជាក្រុមធ្វើអាហារសម្រន់អញ្ចឹងពួកយើងក៏ចាប់ផ្ដើមចាត់ផ្លែឈើតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ហើយបើចាស់ច្រាប់មួយនោះវិញសំលេងលន់រំពងពេញកន្លែងខ្ញុំតែម្ដងប្រហែលជាម៉ោង12ចាត់រួចហើយក្មេងៗឲ្យទៅមួយទឹកផ្លាស់ឈុតហើយខ្ញុំនិងមិត្តភ័ក្តិខ្ញុំចាប់ផ្ដើមរៀបចំបន្តព្រោះនំម៉ោង2បានមកដល់ពួកយើងចាប់ផ្ដើមរៀបបណ្ដានឹងក្មេងៗក៏ចាប់ផ្ដើមមកដល់ដែរបងប្អូនមកមួយហើយទៅទៀតជុំគ្នានំយើងឡើង1000នំជាងអញ្ចឹងហើយចំណាយពេលរៀបរៀងយូរបន្តិចខ្ញុំរៀបហើយឥឡូវយើងមកមើលមានអីគេខ្លះមានស្វាយមានផ្លែសកានៀកមានម្នាស់មានសកានៀកពណ៌ក្រហមមានក្រូចខ្លុងហើយមាននំខ្នោមាននំចេកហើយយើងក៏មាននំគមមាននំបត់ផងដែរហើយឥឡូវក្មេងៗបានមកដល់ហើយនឹងចាប់ផ្ដើមរស់រាយរាក់ទាក់ណាម្នាក់ឃើញគាត់បានតាមមួយផ្លេតហ្នឹងទេបងប្អូនតិចទៀតបាត់គាត់អស់ហើយបងប្អូនថាមើលបាត់ពួកគាត់ទៅណាបានសុកបាត់ពួកគាត់អស់លីងថាតើហេតុអីក៏ឃើញទៅពេលហ្នឹងហើយក៏មានកម្មវិធីសូត្រមន្តផងដែរតែដោយសារតែខ្ញុំចំនៅអាហារសម្រន់អត់បានទៅចូលរួមទេហើយយើងក៏មានកម្មវិធីរំរបាំជូនពរជូនសិរីសួស្តីឆ្នាំថ្មីផងដែរអញ្ចឹងយើងទស្សនារបាំជូនពរបន្តិចទៅណាខ្ញុំថតចន្លោះទេព្រោះដោយសារកម្មវិធីបន្តនេះគឺកម្មវិធីស្រង់ព្រះនិងស្រោចទឹកជូនគ្រូកម្មវិធីស្រង់ព្រះក៏ចាប់ផ្ដើមរួចហើយយើងក៏បានស្រង់ព្រះជូនលោកគ្រូហើយលោកគ្រូក៏បានមកទទួលទានអាហារសម្រន់របស់យើងអរគុណលោកគ្រូអ្នកគ្រូនិងនិស្សិតទាំងឡាយដែលបានមកចូលរួមក្នុងកម្មវិធីនៅក្នុងថ្ងៃនេះអ្នកមកចូលរួមរៀងច្រើនដែរបងប្អូនស្ទើរ300ទៅ400នាក់នេះណោះបន្ទាប់ពីញ៉ាំអាហារសម្រន់ហើយនោះយើងក៏ចាប់ផ្ដើមលេងល្បែងកម្សាន្តមានទាញព្រាត់មានបង់កុញមានច្រើនតែខ្ញុំចាប់អារម្មណ៍ទាញព្រាត់ចឹងហើយខ្ញុំថតរូបទាញព្រាត់ឲ្យបងប្អូនមើលបងប្អូនទាញមើលខាងណាឈ្នះតើបងប្អូនទស្សនាបន្តិចទៅ
ហើយអ្នករំស្រីគ្នាយើងចាំខោចាញ់មកជួយវឹកខាងស្រីឈ្នះគឺបងប្អូនហើយមកធីមខំមហាសម្រាប់ហ្នឹងនៅក្នុងលបែងកំសាន្តខ្លះទៅនៅក្នុងវងរំខ្លះទៅចឹងហើយខ្ញុំយាមតែឥឡូវដល់យកបាត់ត្រៀតហើយនេះពួកគាត់អប់រំទៅផ្ទះទេបងសុំអបត់ទៀតបងសុំអបត់ទៀតនេះកៀងហើយបងប្អូនហើយតម្រាំចាប់កម្មវិធីគឺម៉ោង 8បងប្អូនចុះខាងបងប្អូនយ៉ាងណាដែរមានសង្ក្រាន្តអត់ខាងនេះបានបញ្ចប់សង្ក្រាន្តហើយក្មេងៗរីករាយមែនទែនសម្រាប់សង្ក្រាន្តសាលាហើយរបបនេះជារបបចុងក្រោយហើយដើម្បីរំបិទវាអរគុណបងប្អូនសម្រាប់ទស្សនាវីដេអូមួយនេះជូនពរឆ្នាំថ្មីរកស៊ីមានបានសុខភាពល្អជីវិតរុងរឿង